បានលោកអ្នកនាងជាទីមេត្រីលោកតាលោកយាយអ៊ំពូមីងជាទីគោរពរាប់អាននៅខណៈពេលនេះគឺម៉ោង1:25នាទីរំលងអាធ្រាត្រទៅហើយឈានចូលថ្ងៃទី16ខែធ្នូឆ្នាំ2025តាមខ្ញុំពិនិត្យមើលនៅលើបណ្ដាញសង្គម Facebook ហើយនិងអ្នកសារព័ត៌មានមួយចំនួនដែលគាត់បានចុះទៅនៅតាមបន្ទាត់ព្រំដែនឈរជើងដើម្បីអឺពិនិត្យមើលស្ថានភាពព្រំដែនប្រទេសកម្ពុជានិងប្រទេសថៃគឺឃើញថាមានសភាពស្ងប់ស្ងាត់នៅពេលនេះដូច្នេះបើសិនជាសភាពការស្ងប់ស្ងាត់ចាប់ពីរាត្រីនេះតទៅថ្ងៃនេះតទៅខ្ញុំសូមសនំពរដល់អ្នកផលិតមាតិកាទាំងឡាយបងប្អូនដែលបានផលិតមាតិការកប្រាក់តាមបណ្ដាញសង្គមក្តីឬក៏បងប្អូនអ្នកនិយមផលិតវីដេអូផ្សេងៗទាក់ទងនឹងបញ្ហាសង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសថៃនេះគឺបងប្អូនអាចឈប់ណាបញ្ឈឺឌឺដងទាក់ទងនឹងការបញ្ចប់សង្គ្រាមនេះចុះទោះបីជាគេដកថយដោយប្រការណាមួយក៏ដោយគេចោះចាញ់ដោយប្រការណាមួយក៏ដោយឬក៏គេបញ្ឈប់សង្គ្រាមដោយការទទួលសម្ពាធពីមហាអំណាចណាមួយក៏ដោយក៏យើងអ្នកផលិតមាតិកាទាំងឡាយមិនគួរណាមិនគួរធ្វើវីដេអូបញ្ឈឺឌឺដងថាគេនោះចោះចាញ់យ៉ាងនេះគេនោះខ្សោយយ៉ាងនោះណាហើយយើងខ្លាំងយ៉ាងនេះយើងខ្លាំងយ៉ាងនោះទេពាក្យថាសង្គ្រាមគឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយលុះត្រាតែភាគីទាំងសងខាងយល់ព្រមដកថយឬក៏យល់ព្រមទៅតាមគោលការណ៍ណាមួយតែប៉ុណ្ណោះដូច្នេះយើងជាពលរដ្ឋខ្មែរដែលអ្នកស្រឡាញ់សន្តិភាពទាំងឡាយគឺកុំបញ្ឆេះណាកុំបញ្ឆេះកំហឹងបន្តទៅទៀតកុំបញ្ឆេះកំហឹងបន្តទៅទៀតពីព្រោះអ្នកដែលរត់លូននោះមិនមែនអ្នកផលិតមាតិកាមួយចំនួនទេអ្នកដែលរត់កិច្ចភៀសសឹកភៀសខ្លួនពីសង្គ្រាមគឺបងប្អូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនឯណោះទេដែលគាត់ពិបាកវេទនាបំផុតបាត់បង់ទីកន្លែងខូចខាតនៅទ្រព្យសម្បត្តិឬក៏ខូចខាតនៅផ្ទះសម្បែងរបស់ពួកគាត់ណាបាត់បង់ទ្រព្យសម្បត្តិជាច្រើននៅឯគេហដ្ឋាននៅឯផ្ទះសម្បែងរបស់ពួកគាត់នោះហើយក៏កុមារណាចាស់ជរាណាស្ត្រីមានផ្ទៃពោះក៏គាត់លំបាកលំបិនណាស់ដែរដូច្នេះយើងអ្នកផលិតមាតិកាបញ្ឆេះកំហឹងបញ្ឈឺឌឺដងទៅភាគីជាសត្រូវក៏ជាធាតុផ្សំមួយជាចំណែកមួយអាចបង្កឲ្យមានកំហឹងសង្គ្រាមកើតឡើងឬក៏កំហឹងចម្បាំងរាំងជលកើតឡើងដែរអាហ្នឹងគឺជាធាតុផ្សំមួយតូចដែលអាចឲ្យកើតទៅជាសង្គ្រាមនិងធាតុផ្សំផ្សេងដទៃទៀតពីការរំលោភបំពានរបស់សត្រូវរបស់យើងតែប៉ុណ្ណោះដូច្នេះបងប្អូនកុំឲ្យធ្វើបែបនេះទៀតទៅណាបងប្អូនណាខ្ញុំសុំ